ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសុគន្ធាមានមុខម្ហូបពីរមុខសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយចំពោះមុខម្ហូបពីរមុខនេះគឺនាងខ្ញុំផ្ញើជូនទៅដល់បងប្អូនដែលគាត់រវល់មិនសូវមានពេលធ្វើម្ហូបតែគាត់ចង់ញ៉ាំម្ហូបពីរមុខក្នុងពេលតែមួយហើយមួយទៀតក៏សូមផ្ញើជូនទៅដល់បងប្អូនដែលគាត់ខ្ញុំធ្វើម្ហូបប៉ុន្តែចង់ញ៉ាំម្ហូបពីរមុខក្នុងពេលតែមួយដូចគ្នាផងដែរចាថ្ងៃនេះគឺនាងខ្ញុំមានស្ងោរក្បាលជ្រក់ត្រីហើយនឹងឆាបង្កងប្រៃផ្អែមចាឥឡូវនេះសូមបងប្អូនមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំសូមបង្ហាញពីគ្រឿងផ្សំសម្រាប់យកមកឆាបង្កងប្រៃផ្អែមចាគ្រឿងផ្សំនោះមានដូចជាសាតេមានទឹកម្ទេសមានទឹកស្អៀវមានម្រេចមានម្សៅស៊ុបមានប៊ីចេងហើយក៏មានជាមួយស្ករអំបិលហើយជាចុងក្រោយនេះក៏បន្ថែមជាមួយនឹងទឹកដោះគោស្រស់បន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅឲ្យរៀបរាល់ហើយគឺមកកូរច្របល់ឲ្យបានសព្វចាឥឡូវនេះគឺថាមកចាប់ផ្ដើមដាក់ខ្លាញ់ចូលទៅក្នុងខ្ទះបន្ទាប់មកទៀតក៏ដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចូលទៅរំលីងឲ្យបានឈ្ងុយបន្ទាប់ពីរំលីងខ្ទឹមសខ្ទឹមក្រហមបានឈ្ងុយល្អហើយនេះខ្ញុំចាក់បង្កងចូលទៅហើយចំពោះបង្កងគឺស្រស់ល្អមែនតើបងប្អូនចាគ្រាន់តែថាប៉ះនឹងខ្ទះក្ដៅគឺនាំគ្នាឡើងក្រហមព្រាតតែម្ដងចាបន្ទាប់ពីកូរច្របល់រួចរាល់ហើយគឺដាក់ទឹកសុទ្ធដែលយើងបានមិចចូលគ្នាមុនហ្នឹងចាចាក់ចូលទៅហើយកូរច្របល់ឲ្យបានសព្វបន្ទាប់មកទៀតគឺយើងយកគម្របឆ្នាំងមកគ្របទុករយៈពេលត្រឹមតែ5នាទីទេគឺថាបង្កងឆាប្រៃផ្អែមរបស់យើងគឺឆ្អិនឆ្ងាញ់តែម្ដងចាសម្រាប់មុខម្ហូបមួយមុខនេះគឺនាងខ្ញុំចូលចិត្តញ៉ាំខ្លាំងជាងគេចាគឺចូលចិត្តញ៉ាំមែនតើគឺញ៉ាំឡើងលិតដែរពីព្រោះអីគ្រឿងផ្សំដែលជាប់នឹងសំបកបងប្អូនឡើងជាតិឡើងខ្ទិះតែម្ដងចាអូខេចាឥឡូវនេះបង្កងឆាប្រៃផ្អែមរបស់នាងខ្ញុំគឺបានឆ្អិនហើយគឺមានក្លិនឈ្ងុយមែនតើចំពោះបង្កងឆាប្រៃផ្អែមនេះបើសិនបើជាបងប្អូនចង់បកសបកវាចេញហើយចាំយកមកឆាក៏បានដែរប៉ុន្តែសម្រាប់នាងខ្ញុំគឺនាងខ្ញុំចូលចិត្តឆាទាំងមូលបែបនេះពីព្រោះអីពេលដែលយើងបកសបកទៅហើយរសជាតិប្រៃផ្អែមដែលជាប់សបកហើយមកជាប់ដៃហើយយើងយកដៃទៅលិតណាអើឆ្ងាញ់នេះខ្ញុំចូលចិត្តរសជាតិបែបហ្នឹងចានិយាយទៅគឺបងប្អូនធ្វើទៅតាមអារម្មណ៍បងប្អូនណាចាបើសិនជាបើជាបងប្អូនគិតថាពេលដែលញ៉ាំគឺញ៉ាំផ្លឹបតែម្ដងអានោះបងប្អូនបកសបកប៉ុន្តែបើសិនជាថាចាំពេលញ៉ាំចាំបកក៏បានដែរដូចនាងខ្ញុំអញ្ចឹងចាឥឡូវនេះគឺថាបង្កងឆាប្រៃផ្អែមរបស់នាងខ្ញុំចារីរាល់ហើយក៏បន្តមកស្ងោរក្បាលជ្រក់ត្រីជាបន្តសម្រាប់គ្រឿងផ្សំកាត់ចង្អាបត្រីមានដូចជារំដេងខ្ទឹមសខ្ទឹមក្រហមក៏ស្លឹកគ្រៃហើយក៏មានជាមួយនឹងស្លឹកក្រូចសើចបន្ទាប់ពីបានដាំទឹកពុះហើយនាងខ្ញុំបង់គ្រឿងកាត់ចង្អាបត្រីចូលទៅហើយក៏បង់ក្បាលត្រីចូលទៅតែម្ដងបន្ទាប់មកទៀតក៏បង់ជាមួយនឹងអំបិលប៊ីចេងហើយនិងម្សៅស៊ុបចាបន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ចូលទៅរួចរាល់ហើយក៏បន្ថែមជាមួយនឹងផ្សិតចំបើងសម្រាប់នាងខ្ញុំគឺចូលចិត្តស្ងោរជ្រក់ត្រីបន្ថែមជាមួយនឹងផ្សិតចំបើងពីព្រោះអីវាមានរសជាតិឈ្ងុយប្រហើរឆ្ងាញ់តែម្ដងចាឥឡូវនេះស្ងោរក្បាលជ្រក់ត្រីរបស់នាងខ្ញុំគឺឆ្អិនរួចរាល់ហើយគឺរៀបចំដួសដាក់ចានហើយចាមុខម្ហូបពីរមុខនេះគឺថាងាយស្រួលធ្វើទាំងអ្នករវល់ការងារហើយទាំងអ្នកខ្ជិលចាអូខេឥឡូវនេះមុខម្ហូបរបស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយមុខម្ហូបពីរមុខងាយស្រួលធ្វើចាមានរសជាតិឆ្ងាញ់ដែលនាងខ្ញុំបានបង្ហាញនេះគឺឆ្អិនរួចរាល់ហើយក៏ផ្ញើជូនជាពិសេសទៅដល់បងប្អូនដែលគាត់រវល់ការងារខ្លាំងហើយគាត់មិនសូវមានពេលចាអាចចាត់ការពីមុខនេះបានអូខេចាឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំចាអរគុណច្រើនបាយបាយ